Hello, Happy New Year ថ្ងៃជប់សម្រាប់នាំកូនស្រីដើរលេងមើលព្រាបតែចង់និយាយថាព្រាបមានតែម៉ោងស្មើនឹងទេតិចទៀតស្ងាត់ព្រាបអស់ហើយព្រោះមនុស្សច្រើនណាស់លោកហើយដំណើរកំសាន្តហ្នឹងអត់មានកម្រងទុកទេនឹកឃើញគឺឈានប្រហិតស្ងោពងក្រួចហើយទៅទិញចំណីឲ្យព្រាបតែសរុបសេចក្តីគឺអត់មានព្រាបមានតែមនុស្សច្រើនជាងព្រាបព្រោះមនុស្សច្រើនពេកព្រាបអត់ហ៊ានចុះចឹងហើយមានតែអង្គុយញ៉ាំហើយឲ្យកូនលេងទៅព្រោះអត់មានព្រាបទេទិញស្ដែក1គីឡូមកបាច់អស់អត់ដល់កន្លះគីឡូផងនៅសល់សឹងទាំងអស់ហើយនេះកូនអ៊ីដាចាចាប់ដើមកលឹងហើយគឺម៉ែវាទិញឲ្យបានមួយហើយចាំមើលបន្តិចទៀតណាបន្ទាប់ពីទិញហើយវាទៅទាម្ដងទៀតមិនទិញឲ្យវាគឺវាដេកយំអានេះដីមានយំទេដេកអានេះដីបណ្ដោយគេចេះដែរគេហ៊ានយំផ្លេចខ្មាស់គេចិត្តដេកអានេះដីអញ្ចឹងហើយកូនខ្ញុំនេះទិញរបស់លេងពីផ្ទះមកហើយព្រោះដឹងថាមកដល់ទីនេះគឺថ្លៃខ្លាំងណាស់របស់សិតស្វ័យគុណអញ្ចឹងកុំទិញនៅទីនេះយើងទិញពីផ្ទះមកហើយអញ្ចឹងមកលេងនៅហ្នឹងនេះគាត់ទៅទាម៉ែទិញម្ដងទៀតម៉ែមិនទិញឲ្យដេកអាវិតដបងអាទាទិញដបងអត់បានថតទេនោះមកវាដេកយកហ្មងថតអត់តន់ហើយចង់និយាយថាដើរលេងមួយផ្លែតតែដល់ម៉ោង4អង្គុយដាក់គូតបានមួយផ្លែតម៉ោង6ត្រូវដល់ពេលមកផ្ទះវិញស្របសេចក្តីដើរលេងថ្ងៃហ្នឹងថាទៅមើលព្រាបតែមិនបានទៅមើលព្រាបគឺមកមើលមនុស្សច្រើនពេកទៅសំណាបានបាច់បានមួយផ្លែតដែរកុំអីគ្មានទេបើទៅយឺតជាងហ្នឹងគ្មានបានបាច់ព្រាបអីទេព្រាបមានតែមនុស្សមានតែអូមានតែប៉ុណ្្នឹង